Nên nóគ្នាថ្ងៃនេះគ្រូមានមេរៀនទាក់ទងជាមួយនឹង adverb អត់តបញ្ចប់ទេរឿង adverb អញ្ចឹង adverb នៅក្នុងភាសាអង់គ្លេសយើងមកសិក្សាទាក់ទងជាមួយ adverb of frequency យើងសិក្សាទាក់ទងជាមួយនឹងទីតាំងរបស់ adjective និងទីតាំងរបស់ adverb និងភាពផ្សេងគ្នារវាង adjective និង adverb បាទឥឡូវយើងនឹងសិក្សាមួយទៀតគឺទាក់ទងជាមួយនឹង intensifier adverb បាទថា verb ដែល adverb ដែលបញ្ជាក់ឬក៏ដែលបញ្ជាក់កាន់តែច្បាស់ឬកាន់តែខ្លាំងបាទជាប្រភេទ intensifier adverb មានន័យថា adverb បញ្ជាក់ឲ្យអត្ថន័យនឹងកាន់តែច្បាស់បាទគឺយើងបកប្រែមួយទៀតថា adverb សង្កត់ន័យអញ្ចឹង adverb ដែលសង្កត់ន័យហ្នឹងគឺមាន adverb អីខ្លះដែលយើងសង្កត់ន័យយើងនឹងសិក្សាជាមួយគ្នាហើយ adverb ណាខ្លះដែលគេចាត់ទុកថាវាជា intensifier adverb អញ្ចឹងយើងនឹងចាប់ផ្ដើមរៀនទាំងអស់គ្នាណាអញ្ចឹងគួរនឹងចង្អុលបង្ហាញពួកយើងដែលគេចាត់ទុកថា intensifier adverb ដូចជា really បាទបើសិនបើយើងប្រើពាក្យមួយថា good ល្អប៉ុន្តែនៅពេលដែលយើងចង់សង្កត់ន័យថាពិតជាល្អមែនយើងប្រើ really good បាទអញ្ចឹង really ហ្នឹងគេហៅវាថា intensifier adverb ដើម្បីបញ្ជាក់ឲ្យគុណនាមកាន់តែច្បាស់កាន់តែខ្លាំងមួយទៀត absolutely ពិតប្រាកដបាទ absolutely ពិតប្រាកដ brilliant មានន័យថាឆ្លាតខ្លាំងណាស់តែគេប្រើពាក្យ absolutely brilliant ពិតជាឆ្លាតវាងវៃខ្លាំងណាស់ពិតជាប្រកបវិជ្ជាខ្លាំងណាស់បាទអាហ្នឹងចឹង absolutely ហ្នឹងពិតប្រាកដហ្នឹងតែពេលវាជា intensifier យើងពេលខ្លះយើងបកថាពិតប្រាកដពេលខ្លះយើងបកថាខ្លាំងណាស់បាទវាពិតមែនបាទចឹងទាំងអស់នេះគឺជាបាទទាំងអស់នេះគឺជាintensifier adverb អញ្ចឹងគ្រូនឹងបញ្ជាក់តាក់ទងជាមួយនឹង intensifier adverb តើឲ្យអ្នកនរគ្នាបន្តិចទៀតតើវាចូលនៅទីណាហើយពាក្យណាខ្លះដែលគេចាប់ទុកថាវាជា intensifier adverb បាទអញ្ចឹងដូចចំណុចគេផ្ដល់មកហើយ intensifiers can help make your English sound stronger and more detailed intensifiers ឡើយនេះបើសិនបើដាក់ចេះវិញស្វាចេះពីជាងាយស្រួល intensifier adverb can help make your English sound stronger and more detailed មានថា intensifier adverb អាចជួយបង្កើតសំឡេងភាសាអង់គ្លេសរបស់អ្នកហ្នឹងកាន់តែខ្លាំងហើយកាន់តែពិស្ដារបន្ថែមទៀត They show how much or how strongly you feel about something ពួកវាបានបង្ហាញថាតើអ្នកពិតជាមានអារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីមួយ We use intensifiers like really, absolutely, truly to make adjective or adverb stronger យើងប្រើប្រាស់ intensifier verb នោះដូចជា really, absolutely, truly ដើម្បីធ្វើឲ្យ adjective ឬក៏ adverb នោះកាន់តែសង្កត់ខ្លាំងជាងនឹងទៀតច្បាស់ជាងនឹងទៀតបាទអញ្ចឹងយើង really នេះវាគឺជា intensifier adverb បាទ absolutely នេះគឺក៏ជា intensifier adverb really ក៏ជា intensifier verb absolutely ក៏ជា intensifier adverb ដែល adverb ហ្នឹងគឺវាបញ្ជាក់ឲ្យគុណនាមហ្នឹងកាន់តែច្បាស់ឬក៏បញ្ជាក់ឲ្យ adverb ខ្លួនវាកាន់តែច្បាស់អញ្ចឹងគេមានរូបមន្តមួយគឺ intensifier adverb បាទមានដូចជា really មានដូចជានិយាយស្ដាប់ទៅបូកជាមួយនឹង adjective ឬក៏ adverb បាទអញ្ចឹង intensifier adverb គឺវាឈរនៅពីមុខ adjective និង adverb វាបញ្ជាក់ន័យឲ្យ adjective ហើយនិង adverb អញ្ចឹងចាំអ្នកនរគ្នាថា intensifier adverb
គឺជា adverb ដែលបានបញ្ជាក់ឲ្យ adjective និង adverb កាន់តែច្បាស់បន្ថែមទៀតគេប្រើ intensive adverb ដើម្បីបង្ហាញថាគុណនាមហ្នឹងគឺប្រកាសជាច្បាស់លាស់ប្រកាសជាពិតមែនហើយសង្កត់ធ្ងន់ថា adverb ហ្នឹងពិតជាត្រឹមត្រូវមែនហើយច្បាស់ជាងមុនទៀតបើសិនបើយើងប្រើតែ the good ព្រោះថាយើងប្រើ the good បើសិនបើយើងប្រើ the good វាអត់មានអត្ថន័យច្បាស់ទេមានថាល្អតែពេលយើងគាត់ថាពិតជាល្អមែនណា really good ពិតជាឆ្លាតមែនណា absolutely brilliant បើយើងប្រើហ្នឹងឆ្លាតណា brilliant មួយម៉ាត់វាអត់សូវធ្ងន់ទេប៉ុន្តែនៅពេលចាប់ផ្ដើមប្រើ intensify adverb មកដាក់លើគុណនាមមួយហ្នឹងធ្វើគុណនាមហ្នឹងកាន់តែច្បាស់ជាងនឹងទៀតឧទាហរណ៍ថា absolutely brilliant ឆ្លាតខ្លាំងណាស់ well ល្អជា adverb ប៉ុន្តែថាបើយើងសង្កត់ថាពិតជាល្អមែនណា really well បាទ really well អញ្ចឹងគេប្រើ intensify adverb ដើម្បីបញ្ជាក់ឲ្យគុណនាមនោះកាន់តែច្បាស់ឬក៏បញ្ជាក់ adverb នោះកាន់តែច្បាស់បន្ថែមទៀតហើយទីតាំងរបស់ intensify adverb គឺវាឈរនៅពីមុខ adverb ឬក៏ឈរនៅពីមុខ adjective We use some intensifiers in formal situations extremely, highly, and others in informal situations or everyone's speech really super totally នេះយើងប្រើ adverb simplifier មួយចំនួនក្នុងស្ថានភាពជាផ្លូវការដូចជា extremely highly នេះឃើញទេ extremely និង highly បោះថាខ្លាំងណាស់ពិតមែនប្រកាសជាពិតមែនបាទអាហ្នឹងគឺជាទម្រង់ផ្លូវការអញ្ចឹងអ្នកនរគ្នាទៅចាំបើសិនបើយើងចង់ប្រើគុណនាមបើសិនបើយើងចង់ប្រើ intensifier ទៅលើគុណនាមហ្នឹងឲ្យកាន់តែច្បាស់ហើយផ្លូវការយើងកំណត់នៅពាក្យមួយថា extremely និង highly ហើយយើងប្រើទម្រង់ really super and totally គឺជាទម្រង់មិនផ្លូវការអញ្ចឹង really super totally យើងអាចប្រើនៅក្នុងភាសា speaking បានប៉ុន្តែបើសិនបើយើងចង់ប្រើក្នុងភាសា writing skill យើងប្រើពាក្យហ្នឹងអត់ត្រូវទេវាគឺជា intensifier adverb មួយដែលមិនផ្លូវការប៉ុន្តែបើសិនបើយើងចង់ប្រើ intensifier adverb មួយដែលផ្លូវការយើងប្រើ extremely និង highly ឧទាហរណ៍ It is extremely unlikely that the result will change after meeting នេះឃើញទេវាគឺមិនទំនងទាល់តែសោះមកដែលលទ្ធផលនឹងនឹងផ្លាស់ប្ដូរបន្ទាប់ពីកិច្ចប្រជុំហ្នឹងកាលណាយើងប្រើ extremely ទៅលើចំណុចមួយហ្នឹងមានន័យថាវាផ្លូវការហើយច្បាស់លាស់វាមិនទំនងទាល់តែសោះឃើញទេអញ្ចឹង extremely ហ្នឹងយើងបោះថាខ្លាំងណាស់ពិតប្រាកដណាស់មិនទាល់តែសោះអូខេអាហ្នឹងគឺតាមស្ថានភាពដែលយើងសង្កត់ន័យណាព្រោះកាលណាដែលគេប្រើ intensifier មានថាគេសង្កត់ទៅលើគុណនាមហ្នឹងឬក៏ adverb ហ្នឹងឲ្យកាន់តែច្បាស់អញ្ចឹងវាប្រែប្រួលទៅលើភាសារបស់វា It is extremely unlikely that the result will change after the meeting វាមិនទំនងទាល់តែសោះដែលលទ្ធផលហ្នឹងផ្លាស់ប្ដូរបន្ទាប់ពីកិច្ចប្រជុំ I thought the ending of the film was super cool នេះឃើញទេចឹងគេប្រើ super ហ្នឹងវាដាក់តួនាទីជា intensifier verb ប៉ុន្តែពាក្យហ្នឹងគឺគេប្រើតែក្នុងភាសា speaking ទេគេមិនដាក់នៅក្នុងភាសា writing skill ឡើយខ្ញុំគិតថាចុងបញ្ចប់នៃខ្សែប្រជុំហ្នឹងពិតជាល្អមែនតើពិតជាច្បាស់មែនតើពិតជាល្អមើលមែនតើអញ្ចឹងគេប្រើ super cool ទៅលើភាសា speaking ប៉ុន្តែភាសា writing គេប្រើ extremely highly Be careful ចូលប្រុងប្រយ័ត្នណាគេឲ្យយើងចូលប្រុងប្រយ័ត្នណា Not to use intensifier too much មានថាសូមយើងកុំប្រើប្រាស់ intensifier adverb too much ចឹង too much នេះវាជា intensifier adverb ចឹងគេមិនប្រើទេ Sometimes ពេលខ្លះ is a better style to use the stronger instead ពេលខ្លះវាគឺជា still ដ៏ល្អដែលប្រើគុណនាមដែលខ្លាំងជាងមួយចំនួនវិញ
ចឹងគេមិនប្រើ too much ទេណាគេមិនប្រើ too much លើ intensifier ទៅលើគុណនាមណាមួយទេប៉ុន្តែគេចូលចិត្តប្រើ excellence គេប្រើជា excellency បាទគេប្រើជា excellency មួយចំនួនវិញឧទាហរណ៍ថាដូចជា the film was really really good ទៅពីរដងមែនអត់ខ្សែភាពយន្តនោះពិតជាល្អមើលមែនពីរដងមែនទេចឹងគេសង្កត់ធ្ងន់ថាកន្លែងហ្នឹងគេមិនឲ្យយើងប្រើ too much ទេកន្លែងគេមកឲ្យយើងថា not the film was too much good កន្លែងហ្នឹងគេមិនឲ្យយើងប្រើទេចឹងណាកន្លែងហ្នឹងគេមិនឲ្យយើងប្រើទេគេមិនឲ្យយើងប្រើទេតែគេឲ្យយើងប្រើ really វិញឬក៏មិនប្រើ really ទេយើងប្រើ excellent បាទបើយើងប្រើ really really good ទេយើងស្មើ excellent ចឹង excellent នេះវាស្មើជាមួយនឹងចឹង excellent នេះវាស្មើជាមួយនឹង really really បាទអញ្ចឹង excellent ហ្នឹងគឺវាស្មើពាក្យ really វាតាមជា intensifier តាមជា intensifier adverb បាទប៉ុន្តែ too much គឺគេមិនប្រើជា intensifier adverb ទេដោយសារវាជាប្រភេទមួយផ្សេងទៀតដែលឈរទីតាំងផ្សេងបាទអូខេយើងតមកទៀត the most common intensifiers in English are really very so to extremely here are some examples of how they can make the meaning of the sentence stronger adverb intensifier សំខាន់បំផុតក្នុងភាសាអង់គ្លេសអញ្ចឹង adverb intensifier សំខាន់បំផុតនេះបាទ adverb intensifier សំខាន់នោះដូចជា really very so and to extremely ជាដើមហ្នឹងបាទនេះគឺជាឧទាហរណ៍មួយចំនួននៅរបៀបដែលពួកយើងបង្កើតជាអត្ថន័យនៃប្រយោគហ្នឹងកាន់តែខ្លាំងដូចខ្ញុំនិយាយពីដើមអញ្ចឹងintensifier adverb គឺជា adverb មួយដែលឈរនៅពីមុខ adjective adverb ហើយវាធ្វើការបញ្ជាក់នៃ adjective adverb វាប្រើក្នុងស្ថានភាពប្រយោគផ្សេងគ្នាការសង្កត់ផ្សេងគ្នាបាទអញ្ចឹងអត្ថន័យក៏ប្រែប្រួលតាមនឹងដែរដូចជាគេនិយាយថា the film was good វាថាខ្សែភាពយន្តហ្នឹងគឺល្អមើលមែនតើហើយគេដាក់វាថា natural sentence គឺប្រយោគធម្មតាទេប៉ុន្តែនៅពេលដែលយើងដាក់ intensifier adverb ទៅលើវាទៅជាសង្កត់នៃធំវិញ the film was really good ខ្សែភាពយន្តនោះពិតជាល្អមើលមែនគេចង់បញ្ជាក់អញ្ចឹង she was tired after work បើសិនបើយើងសេថា she was tired after work យើងអស់កម្លាំងណាស់បន្ទាប់ពីធ្វើការងារយើងសេអញ្ចឹងគឺជាប្រយោគធម្មតាទេប៉ុន្តែបើសិនយើងសង្កត់ថានាងពិតជាអស់កម្លាំងមែនណា she was so tired after work នាងពិតជាអស់កម្លាំងខ្លាំងណាស់បន្ទាប់ពីធ្វើការហ្នឹងដូចគ្នាដែរ the meeting was long គេប្រជុំនឹងវែងតែនៅពេលយើងដាក់ intensifier adverb ចូលភ្លុចទៅជាអត្ថន័យហ្នឹងសង្កត់ថាវែងមែនតើ the meeting was too long គេប្រជុំនឹងពិតជាវែងមែនតើ the coffee was hot គេថាកាហ្វេគឺក្តៅជាធម្មតាទេកាហ្វេក្តៅធម្មតាប៉ុន្តែបើយើងក្តៅកាហ្វេនឹងពិតជាក្តៅខ្លាំងណាស់បាទ the cafe was extremely hot កាហ្វេនឹងពិតជាក្តៅខ្លាំងណាស់មែនតើអញ្ចឹងនេះគឺជាទម្រង់របស់ intensifier adverb អញ្ចឹង intensifier adverb មានដូចជា extremely មានដូចជា absolutely មានដូចជា really មានដូចជា good សំទោសមានដូចជា very so បាទ to ហ្នឹងគឺសុទ្ធតែជា intensifier adverb បាទតោះយើងមើលទៀត to make a word weaker នេះ small straight មានថាដើម្បីសង្កត់អត្ថន័យហ្នឹងឲ្យវារៀងខ្សោយបន្តិចយើងអាចប្រើពាក្យ we can use words like a little
slightly or somewhat បាទអូខេអញ្ចឹងគឺគេក្នុងនេះគេចង់និយាយថាចេះបើសិនបើយើងចង់ឲ្យអត្ថន័យហ្នឹងច្បាស់ហើយកាន់តែខ្លាំងអញ្ចឹងយើងប្រើថា stronger meaning បាទ stronger meaning នេះគឺយើងត្រូវប្រើជាមួយនឹងគេដែរដូចជា really very extremely so to ឬក៏ប្រើពាក្យ absolutely ហ្នឹងយើងធ្វើឲ្យចង់ធ្វើអត្ថន័យហ្នឹងវាប៉ុន្តែបើសិនបើយើងចង់ឲ្យអត្ថន័យហ្នឹងរៀងខ្លាំងបន្តិចបាទខ្លាំងបន្តិចវាថាមិនខ្លាំងដូចជា really worry តែរៀងខ្លាំងបន្តិចជាងយើងថា weaker meaning តែខ្សោយបន្តិចយើងប្រើជាមួយនឹង tone slightly ឬក៏ somewhat យើងប្រើ grip នេះបាទនេះចង់ទៅតាមន័យអញ្ចឹងចឹងអ្នកនរគ្នាបើចង់ឲ្យសើ strongly យើងប្រើប្រហែលប្រើ adverb intensifier ប្រភេទនេះទៅតែបើចង់ឲ្យសង្កត់ន័យជាងខ្លាំងបន្តិចយើងប្រើ a little slightly ហើយយើងប្រើ somewhat បាទមានអត្ថន័យដូចគ្នាឧទាហរណ៍ថា she is tired នាងអស់កម្លាំង state fact វាគឺជាការរាយការណ៍ដ៏ពិតមួយដល់ពេលយើងសរសេរថា she is a little tired this is true but not very strong វាថានេះគឺពិតហើយប៉ុន្តែវាអត់សូវខ្លាំងទេ she is extremely tired វាថានាងពិតជាអស់កម្លាំងខ្លាំងមែនទែន this is very true វាពិតជាអស់កម្លាំងមែនបាទពិតជារឿងពិតមែនណាអញ្ចឹងគេសង្កត់អញ្ចឹងបើសិនបើយើងចង់ឲ្យអត្ថន័យហ្នឹងរៀងអត្ថន័យនេះរៀងខ្សោយបន្តិចយើងប្រើជាមួយនឹង a little slightly somewhat ប៉ុន្តែបើយើងចង់ឲ្យស្ថានភាពរៀងខ្លាំងបន្តិចអត្ថន័យរៀងខ្លាំងបន្តិចយើងប្រើជាមួយទម្រង់ really very extremely so to absolutely បាទនេះគឺជាឧទាហរណ៍មួយចំនួនទៀតទាក់ទងជាមួយវា Here are some intensifiers that we can use to make the adjective weaker នេះគឺជា intensifier adverb មួយចំនួនទៀតដែលយើងអាចប្រើប្រាស់ដើម្បីធ្វើឲ្យ adjective ហ្នឹងរៀងមានអត្ថន័យមិនខ្លាំងជាងខ្សោយបាទដូចជា somewhat she somewhat interested in the idea នាងចាប់អារម្មណ៍តិចខ្លាំងណាស់លើគំនិតនេះបាទអញ្ចឹង somewhat នេះគឺស្មើនឹង little ណា somewhat មិនមែនគេខ្លះអ្វីមួយវាគឺជា intensifier ដែលស្មើពាក្យថា little បាទខ្ញុំចង់បញ្ចូលអញ្ចឹងណាបាទ fairly fairly ក៏អញ្ចឹងដែរเนาะ fairly មានន័យថាបន្តិចបន្តួចដូចគ្នាដែរ the direction were fairly easy to follow ការកំណត់ទិសដៅនឹងវាងាយស្រួលបន្តិចដែរដើម្បីធ្វើតាមបាទជាយើងបកប្រែថា the direction were fairly easy to follow ឧបករណ៍កំណត់ទិសដៅគឺងាយស្រួលបន្តិចដែរក្នុងការធ្វើតាមវាហ្នឹងហើយអញ្ចឹង fairly នេះបាទវាស្មើនឹង little ដូចគ្នាបាទវាស្មើនឹង little ដូចគ្នាណាដូចគ្នាអញ្ចឹងដែរអូខេI'm slightly disappointed in my team ខ្ញុំមានការខកចិត្តបន្តិចនៅក្នុងក្រុមរបស់ខ្ញុំអញ្ចឹង slightly ក៏មានន័យថា a little ដែរ fair ក៏អញ្ចឹងដែរគឺមានអត្ថន័យអញ្ចឹងដូចគ្នាយើងបកប្រែអញ្ចឹងដូចគ្នា The book was quite interesting សៀវភៅនេះគឺគួរឲ្យចាប់អារម្មណ៍បន្តិចដែរបាទ fit នឹងដូចគ្នាបាទសិតតាំងតែជា intensifier adverb បាទអញ្ចឹង somewhat fairly slightly quite អាហ្នឹងគឺគេចាប់ទុកថាវាជា intensifier adverb បាទ a little ក៏ចឹងដែរបាទ soup នឹងរៀងហឹរបន្តិចបាទ the soup is a little spicy ស៊ុបនឹងគឺរៀងហឹរបន្តិច
I'm a bit tired ខ្ញុំពិតជាអស់កម្លាំងបន្តិចហើយអញ្ចឹង a bit ហ្នឹងគឺជា intensify adverb បាទអញ្ចឹងអ្នកគ្នាទៅយល់ណាអានេះវាដូចជា a bit a little quite slightly fairly somewhat នេះមិនមែន function ទូនាទីវាដើរតួនាទីជា noun ជា adjective ទេ function មួយវាគឺដើរតួនាទីជា adverb intensify adverb បាទខ្ញុំចង់បញ្ជាក់អញ្ចឹងហើយទីតាំងមួយវាគឺឈរនៅពីមុខ adjective ឬក៏ adverb spicy នេះហើយមិន function ដើរតួនាទីជា noun ទេ spicy នេះដើរតួនាទីជា adjective a little នេះវាមិនមែនជាដើរតួនាទីជា adjective ទេវាដើរតួនាទីជា adverb of intensifier នឹងវាច្បាស់លាស់ជាមួយគ្នា a bit ក៏យ៉ាងដែរវាមិនមែនដើរតួនាទីជា adjective ទេតែវាដើរតួនាទីជា adverb intensifier បាទអញ្ចឹងដើម្បីបញ្ជាក់អ្វីដែលរៀងខ្សោយអត្ថន័យខ្សោយបន្តិចយើងប្រើដូចជា somewhat fairly slightly quite a little a bit តើបើចង់អត្ថន័យខ្លាំងដូចជា extremely absolutely really so too បាទ very ហ្នឹងគឺស្ទើរតែបញ្ចប់នៅអត្ថន័យរៀងស្កប់ធន់ខ្លាំង Here are some intensifier that we can use to make an adjective stronger នេះដើម្បីឲ្យអត្ថន័យទៅលើនៅវាកាន់តែច្បាស់លាស់កាន់តែខ្លាំងទៀតគេប្រើ intensifier មួយចំនួនដូចជាខាងក្រោមដូចជា extremely បាទ say extremely good at solving problem នាងពិតជាពូកែដោះស្រាយបញ្ហាមែនទែនបាទអញ្ចឹងគេប្រើ extremely នេះវាដាក់ទៅជា intensifier verb she highly skilled at repairing car គាត់នឹងពិតជាពូកែជួសជុលឡានមែនអញ្ចឹងគេប្រើ highly នេះយ៉ាអញ្ចឹង highlight នេះក៏បាន it was an utterly unforgettable trip វាគឺជាការធ្វើដំណើរមួយដែលមិនអាចបំភ្លេចបានទាល់តែសោះបាទនេះទាល់តែសោះនេះគេប្រើ utterly ឬក៏យើងអាចប្រើ extremely យើងអាចប្រើ highly កន្លែងហ្នឹងក៏បានដែរព្រោះ intensify គឺជាអត្ថន័យដែលបញ្ជាក់ទៅឲ្យ adjective ហ្នឹងកាន់តែខ្លាំងអញ្ចឹងអត្ថន័យវាមានការប្រែប្រួលបាទអញ្ចឹងណា She truly passionate about teaching នាងពិតជាមានគំនិតអគតិអំពីការបង្រៀននឹងខ្លាំងណាស់ passionate ហ្នឹងបាទ passionate នេះរៀងអវិជ្ជមានយើងថាវិជ្ជមានណា She truly passionate about teaching នាងពិតជាមានគំនិតអវិជ្ជមានខ្លាំងណាស់អំពីការបង្រៀនហ្នឹងអញ្ចឹង truly ហ្នឹងវាដាក់តួនាទីជា adverb Her speech was really interesting គំនិតរបស់នាងគឺពិតជាចាប់អារម្មណ៍ខ្លាំងណាស់បាទវាគឺជា adverb ចឹង really គឺជា adverb of intensifier The view from the mountain was so beautiful វាថាទេសភាពពីភ្នំគឺស្អាតមែនតើស្អាតខ្លាំងហ្មង so beautiful គឺស្អាតបាទអញ្ចឹងវា adverb so ជា intensifier ជា adverb intensifier That totally unfair វាអយុត្តិធម៌ខ្លាំងណាស់ unfair វាមិនត្រឹមត្រូវទាល់តែសោះបាទអញ្ចឹង totally នេះក៏យើងប្រើជា intensifier ទៅលើ adverb គ្នា Well the soup is very spicy ស៊ុបនឹងហឹរមែនតើបាទ The streets are completely empty លើដើមផ្លូវនឹងគឺទទេស្អាតតែម្ដងបាទគេប្រើ completely អញ្ចឹង completely ហ្នឹងក៏ដើរតួនាទីជា intensifier ដែរ I am absolutely sure I locked the door ខ្ញុំច្បាស់ណាស់ខ្ញុំពិតប្រាកដណាស់ថាខ្ញុំនឹងបានចាក់សោហើយបាទអញ្ចឹង absolutely នេះក៏គេចាត់ទុកថាវាជា intensifier ដែរ His speech was incredibly inspiring ការសន្ទរកថារបស់គាត់ពិតជាជំរុញឲ្យមានការដាក់សតិអារម្មណ៍ដែលមិនគួរឲ្យជឿទាល់តែសោះបាទ incredibly ដែលមិនគួរឲ្យជឿទាល់តែសោះបាទអញ្ចឹងគឺសុទ្ធសឹងតែជា adverb
of intensifier ដែលសង្កត់ទៅលើអត្ថន័យឬក៏សង្កត់ទៅលើគុណនាមនោះឲ្យកាន់តែច្បាស់បន្ថែមទៀតបាទនេះជារឿងដែលសំខាន់តកតងជាមួយនឹងផ្លូវការមិនផ្លូវការអ្នកនរគ្នាតកតងអញ្ចឹងមិនគ្រប់ intensifier វាអស់សុទ្ធតែជាផ្លូវការទេហើយមិនមែនសុទ្ធតែ intensifier ប្រើជាមិនផ្លូវការនោះទេអញ្ចឹងថ្ងៃនេះខ្ញុំចង់បានថាតើ intensifier មួយណាដែលប្រើជាមួយគុណនាមទៅវាផ្លូវការហើយវាមិនផ្លូវការអញ្ចឹងផ្លូវការគឺដាក់ formal informal ខាងគូគងកងអញ្ចឹង extremely ផ្លូវការ highly ផ្លូវការ exceptionally ផ្លូវការ truly បាទជាផ្លូវការផងដែរ somewhat បាទ somewhat នេះគឺ informal ទេណា somewhat គឺផ្លូវការដូចគ្នាសំទោស somewhat គឺប្រើជាផ្លូវការគ្នា extremely ខ្លាំងណាស់ this meeting is extremely important កិច្ចប្រជុំនោះពិតជាសំខាន់មែនទែនបាទកិច្ចប្រជុំនោះពិតជាសំខាន់មែនទែនអញ្ចឹង extremely ផ្លូវការណា highly ក៏ចឹងដែរ this course is a highly recommended វគ្គសិក្សានឹងពិតជាត្រូវបានគេផ្ដល់អនុសាសន៍និងគំនិតពិតប្រាកដមែន exceptionally បាទយ៉ាងខ្លាំងយ៉ាងអស្ចារ្យយ៉ាងត្រឹមត្រូវបាទ exceptionally ហ្នឹងមិនលើកលែងទេសូមបញ្ជាក់ she did an exceptionally good job នាងបានធ្វើកិច្ចការងារដ៏ល្អមួយយ៉ាងត្រឹមត្រូវពិតមែនបាទ truly ពិតប្រាកដ we truly sorry that we didn't enjoy your stay យើងពិតជាសោកស្ដាយណាស់ដែលយើងមិនបានរីករាយនឹងការស្នាក់នៅជាមួយអ្នកឯងបាទ somewhat បាទ somewhat ហ្នឹងគឺបន្តិចបន្តួចណាបាទជាផ្លូវការដូចគ្នាគេប្រើ somewhat គឺ formal the result was somewhat disappointing លទ្ធផលហ្នឹងពិតជាខកចិត្តបន្តិចដែរអញ្ចឹង really នេះគេប្រើ informal បាទ informal that film was funny បាទខ្សែភាពយន្តនេះពិតជាល្អមែនតើតែប្រព័ន្ធភាសា speaking ណាកាលណាយើងប្រើពាក្យ really ក្នុងហ្នឹង super ក៏ informal ដែរបាទ super informal គ្នា the food was super tasty អាហារហ្នឹងពិតជាមានរសជាតិណាស់ totally ក៏ជា informal intensifier ដែរ I'm totally exhausted after that workout ខ្ញុំពិតជាអស់កម្លាំងណាស់បន្ទាប់ពីបញ្ចប់នៅកិច្ចការងារនោះបាទ so ក៏ informal ដែរបាទ so ក៏ informal ដូចគ្នា informal intensive ដែរចឹងភាសា writing skill នេះយើងកុំប្រើដូចជា really ដូចសំទោសដូចជា really ដូចជា totally super និង so នេះគឺវា informal ទេ It was so cold last night វាពិតជាត្រជាក់មែនកាលពីជុំវិញ pretty គឺយ៉ាងដែរបាទ pretty មានថា The hotel was so pretty cute មានថាសណ្ឋាគារពិតជាស្អាតមែនតើ a bit គេក៏ informal ដែរបាទ a bit នេះក៏ informal ដែរ I'm a bit nervous about my interview today ខ្ញុំពិតជាច្រណែនបន្តិចដែរអំពីការសម្ភាសន៍របស់ខ្ញុំនៅថ្ងៃនេះបាទអន់ចិត្តខ្ញុំអន់ចិត្តខ្ញុំពិតជាអន់ចិត្តបន្តិចដែរអំពីការសម្ភាសន៍របស់ខ្ញុំនៅថ្ងៃនេះសូមតោះទាញមកចេញមកឲ្យវាត្រូវនេះទាំងអស់នេះគឺវាផ្លូវការមិនផ្លូវការយើងប្រើបានទាំងពីរ Occasionally, fairly, slightly, quite, absolutely, incredibly, very គឺប្រើបានទាំងពីរចង់ប្រើជាផ្លូវការក៏បានចង់ប្រើវាមិនផ្លូវការក៏បានបាទគឺវាបានទាំងពីរណាអញ្ចឹងដូចជា the proposal was utterly unrealistic មានថាសំណើនេះមិនគួរឲ្យជឿជាក់ទាល់តែសោះបាទ utterly វាគឺជា adverb intensifier
She did a fairly good job មានន័យថាគាត់បានធ្វើការងារល្អនេះបានបន្តិចដែរបាទ fairly ហ្នឹង I'm slightly worried about the exam ខ្ញុំមានការព្រួយបារម្ភបន្តិចដែរអំពីការប្រឡងហ្នឹងបាទអញ្ចឹង slightly ជា adverb frequency ប្រើបានទាំងផ្លូវការប្រើបានទាំង formal and informal It quite hot today វាពិតជាក្តៅមែននៅថ្ងៃនេះដូចគ្នាអញ្ចឹងដែរគឺ quit ប្រើបានទាំងផ្លូវការប្រើទាំង informal និង formal That absolutely right វាពិតជាត្រឹមត្រូវណាស់ absolute ក៏អញ្ចឹងដែរប្រើបានទាំង formal និង informal អញ្ចឹងយើងចំណាំណា It was incredibly ហ្នឹងត្រជាក់ដែលមិនគួរឲ្យជឿឬក៏វាគឺត្រជាក់ខ្លាំងណាស់ក៏ជា verb intensive ដែរវាប្រើបានទាំង formal informal very ក៏អញ្ចឹងដែរបាទ very ប្រើបានទាំងពីរទាំង formal និង informal បាទសម្រាប់តកតងជាមួយនឹង adverb intensifier គឺគ្រូបញ្ជាក់តែប៉ុណ្្នឹងឯងបើសិនមកអ្នកមានសំណួរអីអាចសួរបានប៉ុន្តែគ្រូចង់បញ្ជាក់ថា adverb intensifier គឺវាឈរនៅពីមុខ adjective និង adverb បាទអញ្ចឹងintensifier adverb ណាដែលវាជាផ្លូវការនិង intensifier adverb ណាដែលមិនផ្លូវការយើងត្រូវ take note ហើយ intensifier មួយណាដែលបានប្រើបានទាំងពីរបាទអញ្ចឹងយើង take note នឹងតិចតើបាទមានប៉ុណ្្នឹងបើសិនមានចម្ងល់អីអាចសួរគ្រូនឹងមេរៀនបន្តណា